នៅក្នុងវីដេអូនេះដែរគឺយើងនឹងជជែកគ្នាបន្ថែមទៀតហើយតើតើជាមួយនឹងរឿងកម្ពុជារបស់យើងក៏ដូចជារឿងខាងអ្នកចិត្តខាងយើងបន្តទៀតចង់ដឹងថាមានអីអាប់ដេតខ្លះបាទខ្ញុំខានចេញវីដេអូប្រហែលជាមួយថ្ងៃហើយបាទដោយសារតែរវល់ជាមួយអាជីវកម្មផ្ទាល់ខ្លួនអញ្ចឹងបងប្អូនដែលតាមដាន channel ខ្ញុំគាត់ដឹងហើយថាខ្ញុំក្រៅពីការចែករំលែកព័ត៌មាននេះក៏ជុំជាអាជីវករម្នាក់បាទដែលចែកចាយជាមួយនឹងគ្រឿងអេឡិចត្រូនិកបាទដូចជាទូទឹកកកអីជាក់ជាដើមអញ្ចឹងណាបាទបន្តមកដល់សាច់រឿងរបស់យើងគឺយើងឃើញថាមួយរយៈចុងក្រោយនេះបដិការដែលបានកាត់ឡើងគឺវាមិនមានអីជាដុំកំភួនទេមិនបង្កជាការឡើងកម្ដៅនៅតាមព្រំដែនទេបាទដោយថៃនៅតែបន្តដាក់ជាមួយនឹងបន្លាលួដាក់ជាមួយនឹងទូកុងតឺន័រអីផ្សេងដោយទង្វើរបស់ថៃនឹងគឺជាការឈ្លានពានមកកាន់កម្ពុជារបស់យើងអ្វីដែលយើងក៏សង្កល់ឃើញរឿងដែលបានកាត់ឡើងវាតេតហើយអ្វីដែលជារឿងកំពុងតែផ្ទុះនៅក្នុងបណ្ដាញសង្គមយើងនឹងតែម្ដងគឺរឿងខាងថៃបាទហាក់បីដូចជាតាំងពីដើមឆ្នាំ2026មកក្នុងខែមួយនេះគឺរឿងថៃនឹងគឺខាងថៃនឹងគឺមានរឿងជាហូរហែបាទរឿងជាហូរហែតើតងជាមួយនឹងការកើតឡើងនៅឧបទ្ទវហេតុច្រើនមែនតើបាទដែលយើងឃើញថាមួយថ្ងៃនេះគឺមករហូតបាទមានតាំងពីការបាក់ស្ពានផងបាទមានការធ្លាក់ជាមួយនឹងអាខេនគេហៅថាខេនឬក៏សន្ទូចដែលគេសម្រាប់ស្ទូចដើម្បីលើកបំពាក់ឬលើករបស់ធ្ងន់ឡើងហ្នឹងធ្វើឲ្យបាក់អាសន្ទូចហ្នឹងធ្លាក់មកដល់ផ្លូវលបឿនលឿនធ្វើឲ្យមានការបាក់ទូអតេះភ្លើងបាទដែលរត់ជាមួយនឹងផ្លូវហ្នឹងបាទរត់ជាមួយនឹងផ្លូវហ្នឹងបានរត់ខុសកន្លងក៏បណ្ដាលឲ្យមានមនុស្សស្លាប់ដំបូង report ថាមានតែ20អ្នកជាងទេបាទតែចុងក្រោយគេគឺមានបណ្ដាទៅជាអ្នកស្លាប់រហូតដល់ទីជាង30អ្នកហើយអ្នករបួសនឹងរហូតដល់40អ្នកជាងអីចឹងទៅអ្នកទាំងអស់គ្នាជារឿងមួយដែលគួរឲ្យសោកស្ដាយមិនសើចមិនយំអីគេទេប៉ុន្តែវាជារឿងមួយដែលថៃគួរតែពិចារណាដែរថាជួនកាលទៅបាទប្រទេសថៃជាប្រទេសដែលគោរពពុទ្ធសាសនាប៉ុន្តែជួបចំអត់ខ្ញុំអត់ដឹងទេប៉ុន្តែតាមដឹងគឺប្រទេសមួយនេះគឺគោរពពុទ្ធសាសនាបាទហើយបើសិនជាថៃជឿទៅលើរឿងពុទ្ធមែនគួរតែជឿរឿងកម្មពៀដែរហ្នឹងហើយជឿគួរតែបញ្ឈប់នៅទង្វើឈានពានទឹកដីខ្មែរទៅគេលោកបានធូរស្រាលខ្លះបន្ទាប់ពីរឿងបាទធ្លាក់ដងសទូចនឹងហើយក៏មានការកាត់ឡើងនៅយន្តហោះបាអ៊ីទីហាតមួយហ្នឹងគឺចុះនៅភូកេតក៏បានជួបបដិវហេតុបានន័យថាជប់អីចឹងទៅហើយក៏បាទបង្កឲ្យមានអ្នករបួសប្រហែលអ្នកអីចឹងទៅហើយថ្មីនេះដែរហ្នឹងគឺក៏មានការឆេះនៅបកគោលស្ពានអីណាអីទៀតចឹងទៅគឺថារឿងរ៉ាវមកបន្តរហូតជាហូរហែអីចឹងណាបាទរហូតដល់បងប្អូនយើងដែលនៅក្នុងបណ្ដាញសង្គមនឹងគាត់និយាយថាអូក្រសួងកម្ពុជាធ្វើការបានល្អហើយខ្ញុំឃើញភាពគឺខ្ញុំរៀងល្អសោចដែរដោយសារពួកគាត់បកកែមែនតើក្នុង comment ហ្នឹងហើយយើងក៏សម្គាល់ឃើញហ្នឹងគឺខាងសំណង់ស្ថាបត្យកម្មមួយចំនួនបាទគឺថាភាគច្រើនគឺត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់របស់លោកអានុធីននឹងឯងបាទដែលការចុះផ្សាយទៅតាមកាសែតមួយចំនួនធំហើយគេក៏ដាក់ការសង្ស័យដែរថាតើអ្វីដែលបានការសាងសង់អីចំហហែរហូតដល់មានការបាក់ស្ពានបាទអីផ្សេងហ្នឹងតើវាអាចជាការកេងជាមួយនឹងថ្លៃសម្ភារៈវាថាគេដេញថ្លៃបានអញ្ចឹងណាព្រោះគម្រោងមួយមុននឹងធ្វើអីគេត្រូវការដាក់ដេញថ្លៃបាទរបៀបថាចង់បានចំណេញច្រើនក៏ដេញថ្លៃទៅតែដាក់អាសម្ភារៈអន់ចូលដែលធ្វើឲ្យរបស់ទាំងអស់ហ្នឹងគឺប្រើអត់បានយូរបាទហើយក៏មានការលើកឡើងរបស់ជនជាតិថៃនៅក្នុង comment រឿងដែលបានកើតឡើងនឹងក៏គាត់បាននិយាយថាសម្ភារៈរបស់ថៃដែលបានសាងសង់ហ្នឹងគឺមិនគួរឲ្យទុកចិត្តទេនិយាយចំទៅខ្ញុំមិនដឹងថាហេតុផលអីដែលពីមុនកម្ពុជារបស់យើងយកចិត្តទុកដាក់ទៅលើផលិតផលថៃយ៉ាងហ្នឹងទេបាទដែលប្រជាជនថៃខ្លួនឯងហាក់ដូចជាអត់មានទំនុកចិត្តទៅលើផលិតផលរបស់ខ្លួនឯងជាផលិតផលក្នុងស្រុកនឹងឯងតាមខ្ញុំដឹងគេទុកចិត្តទៅលើប្រទេសជប៉ុនបាទតាមខ្ញុំដឹងណាព្រោះផលិតផលជប៉ុននៅក្នុងប្រទេសថៃគឺមានការពេញនិយមខ្លាំងរហូតដល់ប្រជាជនថៃគេបាននិយាយថាខ្មែរយើងចូលចិត្តអវ៉ាន់ថៃទុកចិត្តលើអវ៉ាន់ថៃបន្ថែមទៀតក៏ដូចជាជប៉ុនសំទោសដូចជាខាងថៃហ្នឹងទុកចិត្តអវ៉ាន់ជប៉ុនអញ្ចឹងជឿជាក់បែបហ្នឹងដូចគ្នាអញ្ចឹងឯងហ្នឹងហើយក៏មានការដាក់សំណួរទៅកាន់រដ្ឋាភិបាលឲ្យដេញដោលសូអ្នកទទួលខុសត្រូវអីអញ្ចឹងទៅដើម្បីឲ្យមានការកក់ក្ដៅក៏ដូចជា clear បញ្ហាហ្នឹងដោយហៅទទួលខុសត្រូវមកទទួលខុសត្រូវនៅបញ្ហាដែលបានកើតឡើងហ្នឹងទៅបាទ
បន្តមកទៀតបាទបន្តមិនតិចក៏មានរឿងទៀតនេះគឺថ្មីតែម្ដងគឺគឺជាថ្ងៃនេះតែម្ដងអ្នកទាំងអស់គ្នាគឺខាងសហរដ្ឋអាមេរិកបានចេញច្បាប់ថ្មីបាទដោយបិទមិនឲ្យមានទឹកតការសម្រាប់ជនជាតិទាំងប្រមាណ75ប្រទេសបាទ75ប្រទេសគឺមិនឲ្យមានមិនអនុម័តវីសាឬក៏មិនផ្ដល់វីសាឲ្យទៅទេហើយអ្វីដែលយើងឃើញហ្នឹងគឺការមិនឲ្យវីសាហ្នឹងគឺសម្រាប់ជនអន្តោប្រវេសន៍ដែលគាត់មានបំណងរបៀបទៅលេងបងប្អូនដែលបងប្អូនមានបងប្អូនធានាបាទហើយក៏ដូចជាអ្នកដែលគាត់មានបំណងនៅក្នុងការទៅរស់នៅប្រទេសអាមេរិកទាំងតែម្ដងដោយខាងអាមេរិកថាគេនឹងមិនផ្ដល់វីសាឲ្យ75ប្រទេសទេតែនៅក្នុងនោះក៏មានបាទមានកម្ពុជាយើងមានថៃមានឡាវអីចឹងទៅចុះក្នុងនឹងដែរបាទដោយការលើកឡើងរបស់ប្រទេសអាមេរិកហ្នឹងថាអ្នកដែលទៅហ្នឹងគឺអាចនឹងបន្តជាបន្ទុកទៅកាន់អាមេរិកក្នុងការជួយនៅក្នុងករណីថាពួកគាត់មិនមានការងារធ្វើរបៀបថាប្រជាជនច្រើនដែលរដ្ឋទទួលខុសត្រូវអញ្ចឹងណាអញ្ចឹងគេក៏បង្កើតច្បាប់បែបហ្នឹងដើម្បីកុំឲ្យមានជនអន្តោប្រវេសន៍បន្តហូរចូលទៅកាន់ទឹកដីអាមេរិកបន្ថែមទៀតបាទបន្តពីលើហ្នឹងក៏ខាងកម្ពុជារបស់យើងហាក់ដូចជាមិនទាន់មានគេហៅថាបដកម្មអីខ្លាំងខ្លាណាទេបាទប៉ុន្តែក៏ខ្ញុំមានលើកព័ត៌មានមួយដែរដែលចង់ចែកម្លែកដែរខ្ញុំឬបាទមិត្តភ័ក្តិបងប្អូនគាត់និយាយប្រាប់តែថាមានអ្នកខ្លះគាត់រត់ការដើម្បីទៅនៅប្រទេសក្រៅបាទរត់ការខ្ញុំដឹងថាគាត់តាមវិធីសាស្ត្របែបណាទេហើយគេយកលុយមួយចំនួនបាទដោយសន្យាថានឹងធ្វើបានអីចឹងទៅបាទប៉ុន្តែចុងក្រោយបែរជានឹងឲ្យអត់ទៅវិញដោយសារតែករណីកម្ពុជាគាត់បានចេញច្បាប់ថ្មីបែបហ្នឹងបាទខាងកម្ពុជារបស់យើងក៏អត់មានអីទៅប្រតិកម្មជាមួយនឹងខាងប្រទេសថៃដែរព្រោះសំទោសប្រតិកម្មនៅប្រទេសអាមេរិកដែរបាទដោយសារតែយើងដឹងហើយថាប្រទេសយើងការ apply ទៅយកវីសាទៅកាន់ប្រទេសអាមេរិកវាមិនសូវជាស្រួលប្រហែលទេបាទនិយាយការពិតបាទរៀងលំបាកវាបានបន្តិចលំបាកតើតែយើងមានធនធានយើងមានគោលដៅច្បាស់លាស់អីចឹងទៅទើបយើងអាចងាយក្នុងការ apply ហើយតែទៅប្រទេសថៃទៅវិញគេបានលើកយកមកនិយាយជារឿងដែលខ្ញុំអានហើយខ្ញុំរៀងអស់សំណើចខ្លះដែរគេថាតែលោកគេហៅថារដ្ឋមន្ត្រីក្រសួងការបរទេសគេយកមកនិយាយថាប្រទេសថៃនិងប្រទេសអាមេរិកគឺជាមិត្តភក្តិល្អគេមិនរំពឹងទុកថានឹងប្រទេសថៃនឹងមានឈ្មោះបាទនៅក្នុងបញ្ជីដែលខាងប្រទេសអាមេរិកហ្នឹងដាក់មកថាមិនបន្តឲ្យមានទឹកដីកាទេតែគេលើកឡើងថាអូប្រទេសថៃជាមួយអាមេរិកគឺជាមិត្តភក្តិល្អទី1ទី2គឺប្រទេសថៃជនជាតិថៃគឺបានមានបើកភោជនីយដ្ឋាននៅទឹកដីអាមេរិកមានក្រុមហ៊ុនជាច្រើនរបស់ជនជាតិថៃដែលមានទឹកដីអាមេរិកហើយក៏បានផ្ដល់នៅការងាររាប់ពាន់រាប់ម៉ឺនកន្លែងនៅក្នុងទឹកដីអាមេរិកដែរហេតុអីបានជាអាមេរិកអត់យល់នៅបញ្ហាមួយហ្នឹងដោយដាក់បញ្ចូលប្រទេសថៃចូលទៅក្នុងបញ្ជីដែលមិនបន្តឲ្យមានទឹកដីការសម្រាប់ជនអន្តោប្រវេសន៍របស់ជនជាតិផ្សេងដើម្បីសម្រាប់ទៅនៅទឹកដីអាមេរិកអីចឹងទៅបាទគេបង្ហាញក្តីអស់សង្ឃឹមគេបង្ហាញនៅក្តីសោកស្ដាយបាទមិនគួរណាមិត្តភក្តិល្អរបស់គេហ្នឹងគឺធ្វើអញ្ចឹងដាក់គេណាបាទហើយបាទសម្រាប់ខ្ញុំផ្ទាល់របស់ខ្ញុំក៏មិនមាន comment អីផ្សេងសម្រាប់រឿងហ្នឹងដែរប៉ុន្តែជារឿងសោកស្ដាយដែរដែលអាមេរិកបានរាប់បញ្ចូលកម្ពុជារបស់យើងចូលទៅក្នុងនឹងដែរព្រោះដឹងហើយថាដែនដីអាមេរិកបានជាភាសាអង់គ្លេសថាគេហៅថា the land opportunity ឬក៏ដែនដីនៃឱកាសហ្នឹងហើយអញ្ចឹងអ្នកដែលគាត់បាននៅអាមេរិកមានភាពលំបាកច្រើនប៉ុន្តែក៏គាត់បានមានជីវភាពមួយសមរម្យដែរតាមខ្ញុំដឹងហើយតាមខ្ញុំស្គាល់អ្នកគាត់បានទៅរស់នៅទឹកដីហ្នឹងហើយអ្វីដែលសំខាន់ជាងគេហ្នឹងយើងត្រូវសង្កល់ឃើញថាទោះបីជាមានមិត្តភក្តិល្អយ៉ាងណាក៏ដោយបើក្នុងករណីថាមានគេហៅថាផលលំបាកអីមួយគឺគេមិនទុកដែរសង្ស័យរឿងហ្នឹងដូចករណីអាមេរិកហើយនិងថៃអញ្ចឹងជឿតែអ្នកតំណងល្អចាស់ល្អឡើងបាទដោយយើងមិនរំពឹងដែរថាប្រទេសអាមេរិកនឹងដាក់ថៃចូលដូចគ្នាបាទព្រោះយើងឃើញថាតំណងថៃជាមួយនឹងអាមេរិកគឺតំណងយ៉ាងស៊ីជម្រៅដែរព្រោះមានផលប្រយោជន៍ច្រើនឲ្យគ្នាបាទប៉ុន្តែចុងបញ្ចប់គឺប្រទេសថៃត្រូវបានប្រទេសអាមេរិកបានដាក់ចូលក្នុងបញ្ជីថានឹងមិនបន្តទឹកដីការឲ្យឬក៏យើងហៅកាត់ថាវីសានឹងឯងអូខេចឹងថ្ងៃនេះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនបានមើលហើយនឹងជួយចែកម្លែកហើយបាទកុំភ្លេចចូល subscribe ហើយនឹងចូល follow ខ្ញុំអ្នកមួយផងអរគុណជំរាបវីដេអូក្រោយ